ជំរាបសួរអតិថិជន AC Leader ទាំងអស់គ្នាខ្ញុំបាទឈ្មោះសុភីបថ្ងៃនេះខ្ញុំសូមណែនាំអំពី website តនចិត្ត Pay របស់ធនាគារ AC Leader ដែល website នេះមានផលិតផលសេវាកម្មការគ្រប់គ្រងការធ្វើសន្ធានកម្មប្រព័ន្ធការចុះឈ្មោះជាពាណិជ្ជករនិងការចូលប្រើប្រាស់ប្រព័ន្ធតនចិត្ត Pay Portal ដើម្បីជឿកាន់តែច្បាស់សូមលោកអ្នកអញ្ជើញទស្សនាជាមួយខ្ញុំទាំងអស់គ្នាដើម្បីចុះឈ្មោះជាពាណិជ្ជករបានលោកអ្នកគ្រាន់តែចុចប៊ូតុងចុះឈ្មោះរួចបំពេញនាមខ្លួននាមត្រកូលជ្រើសរើសភេទបំពេញលេខទូរស័ព្ទបញ្ចូលអ៊ីមែលបញ្ចូលឈ្មោះអាជីវកម្មរបស់លោកអ្នកជ្រើសរើសប្រភេទអាជីវកម្មបំពេញអាសយដ្ឋានអាជីវកម្មរបស់លោកអ្នកតាមខេត្តក្រុងលោកអ្នកអាចបំពេញការបរិយាយផ្សេងៗរួចលោកអ្នកជ្រើសរើសពាណិជ្ជករ KHQR ម៉ាស៊ីនឆូតកាតឬ e-commerce បន្ទាប់មកចុចប៊ូតុងដាក់ស្នើរួចជាការស្រេចសេវាតនចិត្ត Pay Portal Report សម្រាប់អតិថិជនដែលជាអតិថិជន AC Leader អាចចូលប្រើប្រាស់តនចិត្ត Pay Portal Report បានយ៉ាងងាយស្រួលដំបូងលោកអ្នកគ្រាន់តែបញ្ចូល username ហើយនិង password បន្ទាប់មកចុច login និងចូលដល់ផ្ទាំង dashboard លោកអ្នកនឹងឃើញប្រតិបត្តិការ e-com payment ដែលមាន net sale ពីម្សិលមិញ sale ថ្ងៃនេះ refund ថ្ងៃនេះនិង net sale ថ្ងៃនេះចំណែកឯផ្ទាំងខាងស្ដាំដៃមានបង្ហាញអំពីប្រតិបត្តិការសរុបដែលមានទៅតាមប្រភេទប័ណ្ណដូចជា Visa Card, JCB, KHQR និង Mastercard រីឯផ្ទាំងខាងឆ្វេងដៃមានបង្ហាញអំពីប្រតិបត្តិការសរុបនៃខែនីមួយៗហើយលោកអ្នកចង់មើលប្រតិបត្តិការលម្អិតសូម scroll ចុះក្រោមដែលមានបង្ហាញអំពីប្រតិបត្តិការលម្អិតនីមួយៗនៅខាងក្រោមនេះសម្រាប់ Card Payment លោកអ្នកអាចពិនិត្យមើលរបាយការណ៍សង្ខេប Net Sale ពីម្សិលមិញ Sale ថ្ងៃនេះ Refund និង Net Sale ថ្ងៃនេះហើយផ្ទាំងខាងស្ដាំដៃមានបង្ហាញអំពីប្រតិបត្តិការសរុបទៅតាមប្រភេទប័ណ្ណនីមួយៗដូចជា Visa Card, Mastercard និង JCB ចំណែកឯផ្ទាំងខាងឆ្វេងដៃបង្ហាញអំពី Graphic ដែលមាន12ខែហើយបង្ហាញអំពីប្រតិបត្តិការសរុបប្រចាំខែនីមួយៗដូចដែលមានបង្ហាញនៅទីនេះបន្ថែមពីនោះទៅទៀតលោកអ្នកអាចមើលប្រតិបត្តិការលម្អិតនៅខាងក្រោមដូចតទៅសម្រាប់ QR Payment លោកអ្នកអាចពិនិត្យប្រតិបត្តិការសរុប Net Sale ពីម្សិលមិញ Sale ថ្ងៃនេះ Refund ថ្ងៃនេះនិង Net Sale ថ្ងៃនេះទាំងខាងស្ដាំដៃដែលមានបង្ហាញប្រតិបត្តិការសរុបតាមរយៈ KHQR និង AC Super App រីឯផ្ទាំងខាងឆ្វេងដៃបង្ហាញអំពីប្រតិបត្តិការសរុបនៃខែនីមួយៗដោយដែលបានបង្ហាញនៅទីនេះសម្រាប់ប្រតិបត្តិការលម្អិតលោកអ្នកអាច scroll ចុះក្រោមដើម្បីពិនិត្យមើលប្រតិបត្តិការលម្អិតនីមួយៗដូចខាងក្រោមលោកអ្នកអាចពិនិត្យរបាយការណ៍គណនីតាមមេនុយ Report ចុចលើប៊ូតុង Account Statement for Business ជ្រើសរើសថ្ងៃចាប់ផ្ដើមជ្រើសរើសថ្ងៃបញ្ចប់ជ្រើសរើសលេខគណនីជ្រើសរើសភាសារួចចុចប៊ូតុង Search របាយការណ៍គណនីរបស់លោកអ្នកនឹងបង្ហាញដូចខាងក្រោមលោកអ្នកអាច export ទៅជា file Excel ឬ PDF បានទៀតផងបន្ថែមពីនោះលោកអ្នកអាចហៅរបាយការណ៍លក់ប្រចាំថ្ងៃប្រចាំខែជ្រើសថ្ងៃចាប់ផ្ដើមនៃប្រវត្តិការជ្រើសថ្ងៃបញ្ចប់នៃប្រវត្តិការជ្រើសរើសប្រភេទប្រវត្តិការ Detail ឬក៏ Summary រួចចុចប៊ូតុង Search នោះរបាយការណ៍នឹងបង្ហាញដូចខាងក្រោមលោកអ្នកអាច Export ទៅជា file Excel បានទៀតផងសូមអរគុណលោកអ្នកដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់អរគុណសូមជម្រាបលា AC Leader ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត